ក្រសួងអប់រំឲ្យលុបជាបន្ទាន់វីដេអូបរិសម្នាក់ទៅឆ្លោះជាមួយគ្រូបង្រៀននិងចាត់ទុកជាការប្រមាថគ្រូបង្រៀនយ៉ាងធ្ងន់ធ្ងរថ្មីនេះមហាជនដែលលេងបណ្ដាញសង្គមកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងលើវីដេអូបរិសម្នាក់ដែលមានករណី Facebook ឈ្មោះលីបូណាបានបង្ហោះវីដេអូដើរទៅស្ដីឲ្យអ្នកគ្រូបង្រៀនវ័យក្មេងម្នាក់ដល់ក្នុងសាលានិងគំរាមប្តឹងអ្នកគ្រូវ័យក្មេងរូបនោះថែមទៀតដោយសារតែបរិសរូបនោះខឹងអ្នកគ្រូបង្រៀនរូបនេះចូលខមមិនពាក្យថាជ្រិញទៅលើខ្លួននៅលើបណ្ដាញសង្គមគ្រូម្នាក់នេះរស់ដោយសារមាត់ងាប់ដោយសារមាត់ជ្រិញខ្ញុំចេញវីដេអូឥឡូវជ្រិញទៀតខ្ញុំទៅសួរដល់ប្រថ្នាក់ហ្មងថាជ្រិញរឿងអីហ្មងណែអូនឯងទទួលស្គាល់ថាជ្រិញណាអូនឯងជ្រិញបកណាបើដែរស្គាល់អូនឯងជ្រិញបកណានេះគ្រូក្រសួងអប់រំសុំមើលមកថតមកអ្នកគ្រូខ្ញុំបង្ហោះ Facebook គាត់និយាយថាជ្រិញខ្ញុំបាទអត់ល្បីអូនបោះដែរទៅគេមកជីវិតអត់តែអូនឯងជ្រិញខ្ញុំនេះណាអូនឯងមានពាក្យនិយាយថាជ្រិញហ៎ជ្រិញរឿងអីមកយ៉ាងណាបន្ទាប់ពីក្រសួងអប់រំបានឃើញវីដេអូសកម្មភាពរបស់លោកលីបូណាហើយនាព្រឹកថ្ងៃទី6ខែមីនាឆ្នាំ2026នេះក្រសួងអប់រំយុវជននិងកីឡាបានចេញនូវសេចក្តីថ្លែងការណ៍ជុំវិញករណីនេះដោយក្រសួងបានបញ្ជាក់ថាការបង្ហោះនិងការចែកចាយវីដេអូខ្លីមួយនៅលើបណ្ដាញសង្គម Facebook ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់នៃសាលាបឋមសិក្សាក្នុងខេត្តពោធិ៍សាត់ក្រសួងអប់រំយុវជននិងកីឡាចាត់ទុកថាសកម្មភាពថតវីដេអូនិងការប្រើពាក្យសម្ដីមិនសមរម្យរបស់បុគ្គលរូបនេះដែលបានចូលធ្វើសកម្មភាពរំខានដល់ការបំពេញការងារនិងរៀនសូត្ររបស់សិស្សក្នុងបរិវេណសាលារៀនគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយសមន្ត្រីរាជការជាពិសេសគ្រូបង្រៀនជាស្ត្រីដែលជារឿយៗក្រសួងអប់រំយុវជននិងកីឡានិងរាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដល់តម្លៃនិងការគោរពចំពោះមន្ត្រីរាជការបុគ្គលិកអប់រំទាំងអស់ជាពិសេសគ្រូបង្រៀនជាស្ត្រីទាំងមន្ត្រីក្របខ័ណ្ឌនិងមន្ត្រីជាប់កិច្ចសន្យាជាងនេះទៅទៀតក្រសួងអប់រំយុវជននិងកីឡាក៏បានគូបញ្ជាក់ផងដែរថាក្រសួងមិនអាចទទួលយកបានជាដាច់ខាតនៅសកម្មភាពណាមួយដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀនក្នុងន័យនេះក្រសួងស្នើឲ្យម្ចាស់ករណី Facebook និងអ្នកដែលបានចែកចាយបន្តសូមលុបវីដេអូនេះចេញជាបន្ទាន់គ្រប់បណ្ដាញសង្គមជាមួយគ្នានេះក្រសួងក៏បានអំពាវនាវដល់សាធារណជនទាំងអស់ឲ្យជៀសវាងនៅរាល់សកម្មភាពណាមួយដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់អ្នកគ្រូលោកគ្រូនិងមន្ត្រីអប់រំក្នុងករណីមានសកម្មភាពដូចនេះឬសកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់គ្រូបង្រៀនជាពិសេសសកម្មភាពអសិលធម៌នៅក្នុងបរិវេណសាលារៀនក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានសូមបញ្ជាក់ផងដែរថាការពីពេលថ្មីនេះមានករណី Facebook ឈ្មោះលីបូណាបានបង្ហោះវីដេអូមួយពេលខ្លួនកំពុងដើរទៅស្ដីឲ្យអ្នកគ្រូបង្រៀនវ័យក្មេងម្នាក់ដល់ក្នុងសាលានិងគំរាមប្តឹងអ្នកគ្រូវ័យក្មេងរូបនោះថែមទៀតដោយសារតែខឹងនឹងអ្នកគ្រូរូបនេះចូលខមមិនពាក្យថាជ្រិញទៅកាន់ខ្លួននៅលើបណ្ដាញសង្គមក្នុងវីដេអូនោះបរិសខាងលើបាននិយាយថាគ្រូម្នាក់នេះរស់ដោយសារមាត់ងាប់ក៏ដោយសារមាត់បរិសរូបនេះបានបន្តថាចង់ដឹងណាស់ពាក្យថាជ្រិញលោករឿងអីជាងនេះទៅទៀតបរិសខាងលើក៏បានលើកឡើងថាក្នុងនាមជាគ្រូមិនគួរដើរជ្រិញគេឯងអញ្ចឹងទេ